ខ្ញុំកំពុងសួរខ្លួនឯងថាតើភាពស្មោះត្រង់និងទឹកចិត្តល្អនៅមានតម្លៃដែរឬក៏អត់ព្រោះរាល់ថ្ងៃខ្ញុំទទួលបានមកវិញគឺការឈឺចាប់និងក្តីខកបំណងបងប្អូនអានឃ្លានេះឲ្យបងប្អូនយល់អំពីចិត្តរបស់អ្នកសរសេរទេបងប្អូនពាក្យថាមានតម្លៃកន្លែងនេះគឺចង់និយាយពីអីគេការស្មោះត្រង់ត្រឡប់មកវិញការធ្វើអំពើល្អត្រឡប់មកវិញឬយ៉ាងហោចណាស់មើលឃើញអំពីទឹកចិត្តរបស់គេឬយ៉ាងហោចណាស់ទៅសើគេស្រឡាញ់គេដែលគេធ្វើអំពើល្អដែលគេស្មោះត្រង់នឹងឬគឺជាតម្លៃនៃភាពស្មោះត្រង់នៃទឹកចិត្តល្អនោះការធ្វើសេចក្តីល្អការមានទឹកចិត្តល្អការមានភាពស្មោះត្រង់មិនមែនធ្វើដើម្បីរឿងអស់ហ្នឹងណាបងប្អូនធ្វើព្រោះយើងគឺជាមនុស្សដែលមានសន្តានល្អគឺជាមនុស្សស្មោះត្រង់ចំហាយដែលចេញអំពីបេះដូងរបស់យើងគឺរឿងទាំងអស់ហ្នឹងឯងយើងមិនអាចធ្វើសេចក្តីអាក្រក់បានទេនៅពេលដែលខាងដើមរបស់យើងវាល្អវានឹងសាយភាយនៅរឿងល្អនឹងចេញមកយើងធ្វើព្រោះតែយើងកំពុងតែពង្រីកសេចក្តីល្អបណ្ដុះសេចក្តីល្អឲ្យច្រើនឡើងហើយក្នុងនាមយើងគឺជាមនុស្សល្អនឹងឯងមិនមែនធ្វើដើម្បីទទួលបានការសរសើរការស្រឡាញ់ឬការតបស្នងណាមួយទេឧទាហរណ៍ថាយើងជួយគេមិនមែនដើម្បីឲ្យគេសរសើរឲ្យគេស្រឡាញ់យើងទេប៉ុន្តែយើងជួយព្រោះតែយើងអាណិតព្រោះតែយើងចង់ឃើញគេនោះបានសប្បាយចិត្តចង់ឃើញគេធូរស្បើយចង់ឃើញគេល្អប៉ុន្តែពេលខ្លះយើងជួយទៅវាអត់បានផលនឹងមកវិញទេដោយសារតែការត្រេះរិះពិចារណារបស់យើងនោះវាអត់បានល្អិតល្អន់យើងជួយខុសមនុស្សប៉ុន្តែសួរតែយើងកើតទុកឈឺចាប់ទេយើងឈឺចាប់ប៉ុន្តែយើងគ្មានវិបដិសារីទេយើងបានជួយគេរួចហើយប៉ុន្តែមនុស្សនឹងគឺមនុស្សអត់កំណើតអញ្ចឹងបន្តដំណើរទៅមុខទៀតនៅពេលដែលយើងបន្តដំណើរទៅមុខទៀតគិតត្រេះរិះពិចារណាឲ្យកាន់តែល្អិតល្អន់ប៉ុន្តែបើគិតហើយយើងនៅតែជួយមនុស្សខុសទៀតតើយ៉ាងម៉េចយើងឈឺចាប់ទៀតប៉ុន្តែសួរយើងឈប់បន្តដំណើរទៅមុខទេអត់ទេគឺយើងនៅតែប្រុងប្រយ័ត្នដូចដើមធ្វើដំណើររបស់យើងធ្វើដំណើរទៅមុខទៀតបន្តនៅបេសកកម្មរបស់យើងក្នុងនាមយើងគឺជាមនុស្សល្អគឺយើងធ្វើតែរឿងអញ្ចឹងឯងឲ្យយើងទៅធ្វើរឿងអីផ្សេងមិនកើតដូច្នេះបងប្អូនទាំងអស់គ្នាកុំរំពឹងថាអូស្មោះត្រង់ជាមួយគេស្មោះត្រង់ជាមួយយើងល្អជាមួយគេល្អជាមួយយើងអត់ទេណាបងប្អូនបើសិនជាអញ្ចឹងនោះព្រះពុទ្ធអត់ចាំបាច់និយាយប្រាប់យើងថាចូលធ្វើបុណ្យប្រកបជាមួយនឹងបញ្ញាចូលធ្វើសេចក្តីល្អឬក៏ជួយគេនោះប្រកបជាមួយនឹងការគិតឲ្យបានស៊ីជម្រៅព្រោះថាមនុស្សវាមិនមែនមនុស្សល្អគ្រប់គ្នាទេដូច្នេះត្រូវតែពិចារណាប៉ុន្តែដូចខ្ញុំនិយាយខាងដើមអញ្ចឹងប្រសិនបើគិតហើយជួយហើយប៉ុន្តែជួយខុសទៀតមិនមែនអន់ចិត្តតូចចិត្តបន្ទោសខ្លួនឯងណាបងប្អូនយើងឈឺចាប់មែនប៉ុន្តែយើងគ្មានវិបដិសារីទេយើងបានធ្វើសេចក្តីល្អហើយប៉ុន្តែដោយសារតែការនោះការគិតពិចារណារបស់យើងវាមិនទាន់ល្អិតល្អន់ឬក៏ការនោះគេប្រកែសម្ដែងពេកដូច្នេះយើងបន្តដំណើរបន្តបេសកកម្មរបស់យើងទៅមុខទៀតអេវ៉ាំង